ធ្វើបន់ឧទ្ទិសដល់មេនិងកូនដំរីដែលស្លាប់និងពិធីបំពោះព្រៃការពារធនធានធម្មជាតិ V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស កាលពីថ្ងៃទី2ដល់ថ្ងៃទី3ខែមីនាឆ្នាំ2026មកនេះលោកឈុនឆេងអនុប្រធានមន្ទីរបរិស្ថានបានដឹកនាំមន្ត្រីរាជការមន្ត្រីឧទ្យានុរក្សចូលរួមជាមួយសមាជិកក្រុមស្នូលបណ្ដាញព្រៃព្រះរកាដោយផ្ដើមរៀបចំពិធីរំលឹកឧទ្ទិសដល់សត្វដំរីមេនិងកូនចំនួន2ក្បាលដែលបានស្លាប់កាលពីអំឡុងខែធ្នូឆ្នាំ2025និងពិធីខួបបំពោះព្រៃព្រះរកាដោយបាននិមន្តព្រះសង្ឃចាស់ព្រឹទ្ធាចារ្យប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានក្រុមអង្គការសង្គមស៊ីវិលសរុបប្រមាណ200អង្គនាក់ពិធីរំលឹកនិងបន់បំពោះដើមឈើជាប្រពៃណីរបស់បងប្អូនជនជាតិភាគតិចរស់នៅក្នុងព្រៃតំបន់ការពារធម្មជាតិតាំងពីយូរលង់ណាស់មកហើយដោយឡែកក្នុងឆ្នាំ2026គឺជាខួបទី9នៃការរៀបចំពិធីបន់ក្នុងគោលបំណងរំលឹកដល់គុណព្រៃឈើនិងជីវៈចម្រុះលើកកម្ពស់ការយល់ដឹងការចូលរួមថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិដែលជាសម្បត្តិដ៏មានតម្លៃរបស់ជាតិនិងប្រជាជនកម្ពុជាទុកសម្រាប់កូនចៅជំនាន់ក្រោយការរៀបចំពិធីបុណ្យខួបឆ្នាំ2026នេះត្រូវបានរួមបញ្ចូលជាមួយការប្រារព្ធពិធីរំលឹកឧទ្ទិសដល់សត្វដំរីមេនិងកូនចំនួន2ក្បាលដែលបានស្លាប់រលូតស្លាប់បន្ទាប់ពីរងរបួសធ្ងន់ធ្ងរដោយការបាញ់ផ្លោងរបស់កងទ័ពថៃចូលមកក្នុងទឹកដីប្រទេសកម្ពុជាកាលពីអំឡុងខែធ្នូឆ្នាំ2025នៅក្នុងដែនជម្រកសត្វព្រៃព្រះរកាចំណុចអូស្កាច់ខេត្តព្រះវិហារយោងតាមការសិក្សាស្រាវជ្រាវដំរីព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរកាឆែបខេត្តព្រះវិហារមានចំនួនចន្លោះពី15ទៅ20ក្បាលពួកវាធ្វើដំណើររកស៊ីជាក្រុមឆ្លងកាត់ទៅមកពីប្រទេសកម្ពុជាទៅឡាវនិងថៃមន្ត្រីជំនាញក្រសួងបរិស្ថានមានគម្រោងរក្សាទុកក្រុងឆ្អឹងដំរីធ្វើជាសំណាក់និងរៀបចំទុកដាក់សម្រាប់ការស្រាវជ្រាវបន្ត